Hello ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការ unboxing ពួកប្រភេទ M4A1 ពួកពាក់កណ្ដាល premium ក្បាលវែងចែកជូនអ្នកទាំងអស់គ្នាមើលអញ្ចឹងដើម្បីកុំឲ្យអ្នកទាំងអស់គ្នាចាំយូរឥឡូវយើងចូលមកដល់ចំណុចទី1ពាក់ព័ន្ធជាមួយនឹងពណ៌សម្រាប់ពួកប្រភេទ M4A1 តួវែងឬមួយក៏ក្បាលវែងនេះគឺវាមានពីរពណ៌ទី1គឺជាពណ៌ដីហើយនិងមួយទៀតគឺជាពណ៌ខ្មៅអ្នកទាំងអស់គ្នាប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ហ្មងគឺខ្ញុំចូលចិត្តពណ៌ដីនេះជាងដោយសារយើងមើលទៅវាលក្ខណៈ realistic ហ្មងណាសម្រាប់ពណ៌ខ្មៅយើងមើលមកវាខ្មៅដិតពេកអាហ្នឹងសម្រាប់ខ្ញុំណាប៉ុន្តែទាំងពីរពណ៌នេះគឺពេញនិយមដូចគ្នាអ្នកទាំងអស់គ្នាគឺលក់ដាច់ប្រហែលគ្នាឥឡូវយើងចូលមកដល់ចំណុចទី2ពាក់ព័ន្ធមួយ material របស់វាដោយសារពួកប្រភេទនេះជាពួកពាក់កណ្ដាល premium អញ្ចឹងជ័រខាងក្រៅរបស់វាជាប្រភេទជ័រនីឡុងសម្រាប់ជ័រនីឡុងបើអ្នកទាំងអស់គ្នាពិនិត្យមើលឲ្យចិត្តទៅគឺឃើញថាវាក្រាស់ជាងប្រភេទជ័រធម្មតាជ័រនីឡុងដែលនៅលើកាភ្លើងទាំងមុខទាំងក្រោយគឺចូលដល់ 80% អ្នកទាំងអស់គ្នានៃជ័រនីឡុងមានតែបងនេះទេដែលគេធ្វើមកជាប្រភេទជ័រធម្មតាសម្រាប់ជ័រនីឡុងអ្នកទាំងអស់គ្នាដឹងហើយចំណុចពិសេសរបស់វាមើលពីចង្ងាយអីមកគឺអ្នកទាំងអស់គ្នាមើលមកគឺដូចជាដៃអញ្ចឹងវាមិនមែនជាជ័រណាទម្ងន់របស់វាក៏ធ្ងន់ដែរធ្ងន់ជាងពួកប្រភេទជ័រធម្មតារហូតដល់2 3ដងដូចអ្នកទាំងអស់គ្នាឃើញខ្ញុំពងថតវីដេអូនេះអញ្ចឹងមើលពីចង្ងាយមកគឺដូចខ្ញុំកាន់កាភ្លើងមែនតើអញ្ចឹងគឺដូចដែកហ្មងប៉ុន្តែក៏ពិតវាជាជ័រទេជាប្រភេទកាភ្លើងជ័រតោះឥឡូវយើងបន្តមកដល់ចំណុចទី3ពាក់ព័ន្ធជាមួយនឹងថ្មនិងកម្លាំងរបស់វាដោយសារពួកប្រភេទនេះជាប្រភេទពាក់កណ្ដាល premium តែពិតមែនប៉ុន្តែវាប្រើថ្មធំដូចពួកប្រភេទ premium ដែរដែលថ្មរបស់វាគឺយើងប្រើជាប្រភេទថ្ម 11V ដែលយើងដោតពីខាងក្រោយនេះ15000 អាំពែអញ្ចឹងទៅកាភ្លើងនេះអ្នកទាំងអស់គ្នាគឺអាចបាញ់បានរហូតដល់ចម្ងាយជាង15ម៉ែត្រសម្រាប់ពួកប្រភេទពាក់កណ្ដាល premium នេះកម្លាំងរបស់វាបើឲ្យខ្ញុំនិយាយទៅវាប្រហាក់ប្រហែលគ្នាជាមួយនឹងពួកប្រភេទ premium ដែលតម្លៃត្រឹម80 90 100អីគឺវាប្រហែលគ្នាហ្មងអ្នកទាំងអស់គ្នាចំពោះកម្លាំងណាចូលមកដល់ចំណុចទី4ដែលជាចំណុចចុងក្រោយគេក៏ដូចជាចំណុចដែលពិសេសជាងគេហ្នឹងគឺវាមាន pull back នៅខាងស្ដាំដៃនេះដោយពួកប្រភេទ premium តម្លៃថ្លៃដែរអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលគាត់អត់ទាន់ស្គាល់ pull back គឺជាស្នាប់កាភ្លើងដែលភាគច្រើនវាគេដាក់នៅខាងស្ដាំនេះហើយនៅពេលដែលយើងបាញ់គឺអាហ្នឹងវាលោតទៅតាមគ្រាប់ដែលវារត់ចេញទៅតាមដៃដែលយើងចុចបាញ់ណាជាមួយអ្នកទាំងអស់គ្នាខ្ញុំតែកន្លែងហ្នឹងបន្តិចឲ្យអ្នកទាំងអស់គ្នាមើលនេះអញ្ចឹងនៅពេលដែលយើងចុចបាញ់មកគឺវាបើកអាហ្នឹងនៅពេលដែលយើងបាញ់គឺអាកន្លែងស្នាប់នេះគឺវានឹងលោតទៅតាមដៃឬមួយក៏តាមគ្រាប់ដែលវាចេញទៅអញ្ចឹងអ្នកទាំងអស់គ្នាចំពោះ detail នៃពួកប្រភេទ M4A1 ពួកពាក់កណ្ដាល premium នេះខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាពីខាងដើមវីដេអូហើយអញ្ចឹងឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាមកតេស្តកម្លាំងផ្ទាល់មួយខ្ញុំទាំងអស់គ្នាចង់ដឹងវាពិតជាដូចខ្ញុំនិយាយថាបាញ់បានចម្ងាយ15ម៉ែត្រអត់វាបាញ់ញាប់អត់កម្លាំងខ្លាំងប៉ុណ្ណាមកមើលវីដេអូបន្តទៀតមួយខ្ញុំទាំងអស់គ្នាអូខេហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំធ្វើការតេស្តបាញ់នេះប្រហែលជាចម្ងាយក្រោម10ជាហ៊ានទេដោយសារតែឥឡូវមេឃពងទៅរកភ្លៀងអញ្ចឹងទេខ្យល់ខ្លាំងមែនទែនអញ្ចឹងបើយើងបាញ់ឆ្ងាយគឺគ្រប់វាបើតាមខ្យល់វាបើតាមខ្យល់អញ្ចឹងឥឡូវយើងតេស្តបាញ់អត់មានក្រោម10ជាហ៊ានទេហ្នឹងហើយអ្នកទាំងអស់គ្នាដូចអ្នកទាំងអស់គ្នាផ្ដិតឃើញអញ្ចឹងអានេះក្រោម10ជាហ៊ានដោយសារតែវាមានប្រទៀងខ្យល់ទីខ្លាំងអញ្ចឹងខ្ញុំតែក្រោម10ជាហ៊ានកំប៉ុងដៃយើងដាក់ទៅពីធ្លាលេងពីហ្មងយើងអាចមើលឃើញគ្រាប់ដែលវាចូលទៅក្នុងហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយវីដេអូក្រោយខ្ញុំប្រហែលជាធ្វើការ review ពីពួកប្រភេទពាក់កណ្ដាល premium ដែរប៉ុន្តែក្បាលខ្លីអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចជួយ subscribe ដោយសារវីដេអូនេះខ្ញុំនឹងផុសនៅក្នុង YouTube ហើយអ្នកទាំងអស់គ្នាបានមើលពីក្នុង TikTok មកកុំភ្លេចជួយ follow TikTok ខ្ញុំម្នាក់មួយផងអរគុណច្រើន